អាទិទេពពងមើលហ្នឹងមើលគម្រោងក្លឹបថ្មីរបស់លោកគ្រូ ក្លឹបថ្មីរបស់លោកគ្រូ គាត់តែចេញគម្រោងមកមានអារម្មណ៍ថារំភើបណាស់គាត់ចេញគម្រោងស្តង់ដាមកអត់ឲ្យសិស្សពិបាកហ្នឹងហើយនិយាយទៅមានគ្រប់សពបែបយ៉ាងគាត់គ្រាន់ចេញមកមានអារម្មណ៍ថាចង់ទៅរស់នៅចង់ទៅរស់នៅគាត់ចេញគម្រោងមកណាបើសិនជាធ្វើហើយទៀតដឹងតែរំភើបប៉ុណ្ណាទេបានក្លឹបថ្មីអញ្ចឹងសប្បាយចិត្តមិនខ្លះសប្បាយចិត្តខ្លាំងដោយសារតែយើងបានកន្លែងថ្មីនៅមានប្រដាប់ប្រដាគ្រប់គ្រាន់ទៅឥឡូវហ្នឹងក៏គ្រប់គ្រាន់ហើយគាត់ថាយើងមានអ្វីតែថ្មីសម្រាប់យើងទៀតណាហើយមានកន្លែងស្នាក់នៅត្រឹមត្រូវលក្ខណៈផាសុកភាពអញ្ចឹងឃើញលោកគ្រូមករយៈហ្នឹងគាត់មិនដែរគាត់ខិតខំមិនដែរគ្រូមករយៈហ្នឹងគាត់ខិតខំខ្លាំងហើយគាត់ក៏ពិបាកខ្លាំងហើយខ្ញុំអត់មានអីជួយលោកគ្រូទេមានតែជូនពរឲ្យលោកគ្រូសុខភាពល្អនិងបន្តការងារទៅមុខឲ្យជោគជ័យគ្រប់ការងារទាំងអស់ឥឡូវបងមកក្រោយវិញអាទិទេពចូលមហាត់គុណខ្មែររយៈពេលប៉ុន្មានហើយខ្ញុំមក2ឆ្នាំជាងជិត3ឆ្នាំ2ឆ្នាំជិត3ឆ្នាំសមិទ្ធផលទទួលបាននេះខ្លះឥឡូវហ្នឹងមានខ្សែក្រវ៉ាត់3គ្រឿងហើយនឹងពាន1គ្រឿងពាន3គ្រឿងពាន1គ្រឿងហើយលោកគ្រូតែងតែណែនាំអាទិទេពមិនខ្លះងាប់ការប្រកួតដូចជាការវឹកហាត់គ្រូណែនាំច្រើនគ្រូណែនាំដោយសូត្រធម៌គាត់បញ្ចូលប្រាប់រហូតពីការរស់នៅការថែសុខភាពការហ្វឹកហាត់ការយ៉ាងថាយើងចេះរៀបចំខ្លួនឯងទៅពេលដំបូងយើងមកអត់មានដឹងអីសោះអត់មានដឹងពីរបៀបអីសោះហើយតាំងពីដំបូងរហូតចាប់ផ្ដើមដល់ឥឡូវនេះគាត់ណែនាំយើងមកច្រើនយើងចេះច្រើនចេះដឹងច្រើនឥឡូវអាចនិយាយបានថា50-60% ដែរយើងយល់ច្បាស់ពីកីឡាគាត់ថាយើងអត់តន់យល់ច្បាស់កាន់តែខ្លាំងជាងនេះទេបើសិនជាយើងយល់ពីអ្វីដែលគាត់ចង់បង្ហាញមកឲ្យច្បាស់ជាងហ្នឹងហើយយើងអនុវត្តបានល្អដោយដែលគាត់បានប្រាប់ហ្នឹងយើងអាចនឹងជោគជ័យបន្ថែមទៀតจะមានអីណែនាំទៅដល់សិស្សប្អូនឬក៏អ្នកមហាត់ថ្មីមានអីណែនាំគាត់បើសិនជាចង់មហាត់ទៅក្លឹបគ្រូពេជ្រសុផាន់ការចង់មកហាត់ដំបូងហ្នឹងយើងទីមួយតាំងចិត្តឲ្យមុខថាយើងនឹងមកហើយយើងនឹងនៅបន្តឲ្យបានពួតបានអីឲ្យស្គាល់រសជាតិប្រកួតសិនចាំសម្រេចចិត្តថាចង់ឈប់ឬបន្តអានេះចាំគិតទៀតបើគាត់ទៅមកវិញថាមិនតន់ទាំងបានវាយស្អីផងទៅបានហាត់អីផងជួនកាលមកដល់មើលគេសមខ្លាំងពេកអូទៅមិនរួចទេជួនកាលមក2-3ថ្ងៃគ្រាន់តែរត់ឈឺជើងដំណាក់កាលដំបងអូទៅមិនរួចទេរត់អស់ហើយខ្ញុំដំបងខ្ញុំមកឈឺខ្លាំងណាស់មនុស្សអត់ដែលលេងកីឡាសោះដើរតែធ្វើការស៊ីឈ្នួលគេយកប្រាក់កម្រៃទៅកត់គងគ្រួសារជួយម៉ែជួយពុកទៅពេលមកហាត់កីឡាម្ដងដំបូងហ្នឹងអូឈឺពេញខ្លួនអស់ហើយចុករយតែស៊ូទ្រាំនៅយូរទៅវាទៅជាធម្មតាវិញរាងកាយយើងលក្ខណៈយើងផ្សំជាមួយនឹងអាការវាយដុំលុនថត់តតធាក់ហ្នឹងលុតដុំរាងកាយអស់ហើយស្រួលខ្លួនវិញលក្ខណៈដូចយើងហាត់កីឡាឲ្យសុខភាពល្អអញ្ចឹងយើងឆ្លងកាត់ដំណាក់កាលលើកដំបូងនឹងបានហ្នឹងហើយឥឡូវយើងសុខភាពល្អហ្នឹងហើយបានសុខភាពល្អបានការប្រកួតបានថវិកាបាទហើយមានអីអរគុណទៅដល់លោកគ្រូដែលតែងតែណែនាំក៏ដូចជាតែងតែមានអ្វីថ្មីដល់សិស្សឥឡូវហ្នឹងធ្វើក្លឹបថ្មីទៀតមានអីអរគុណដល់គាត់ហើយខ្ញុំអរគុណដល់លោកគ្រូខ្លាំងមែនតែតែងតែបើកផ្លូវដែលតែងតែវេកត្រួសកាយផ្លូវឲ្យសិស្សបានដើរស្រួលហើយគេថាលោកគ្រូដូចគេថាគាត់រៀបចំផ្លូវជីវិតឲ្យយើងរួចបាត់អីហ្នឹងឲ្យតែយើងធ្វើបានតាមគាត់រៀបចំរួចអស់ហើយមានអីជូនពរគាត់ជូនពរឲ្យលោកគ្រូសុខភាពល្អហើយឲ្យលោកគ្រូរឹងមាំហើយដឹកនាំសិស្សបន្តទៅទៀតឲ្យជោគជ័យហើយឲ្យលោកគ្រូប្រកបភារកិច្ចអីទាំងអស់គាត់កំពុងតែធ្វើនេះឲ្យទៅដោយរលូនឲ្យគ្មានការតាក់ទើយជាចុងក្រោយទៀតមានអីអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែគ្រប់គ្រងអាទិទេពធ្វើឲ្យអាទិទេពមានថ្ងៃនេះបាទក៏អរគុណទៅដល់ពុកម៉ែបងប្អូនដែលតែងតែឆ្លាញ់គ្រប់គ្រងខ្ញុំបានមករហូតតាំងពីចាប់ផ្ដើមរហូតដល់ពេលនេះបាទអរគុណខ្លាំងមែនទែនហើយក៏សូមជួយបន្តគ្រប់គ្រងខ្ញុំបានទៀតហើយជាពិសេសគឺគ្រប់គ្រងលោកគ្រូជាពិសេសអ្វីដែលលោកគ្រូគាត់បានដាក់លក់ឬក៏អីយើងជួយគ្រប់គ្រងរបស់គាត់ផងព្រោះរបស់គាត់យកតែរបស់ល្អមកប្រើយករបស់មកចែកជូនឲ្យបងប្អូនប្រើមិនមែនយករបស់ទឹកទេព្រោះខ្ញុំប្រើរបស់គាត់គឺល្អទាំងអស់ចឹង
ចឹងអរគុណច្រើនណាទីទេអរគុណច្រើន